ប្រមូលស្មារតីខ្ញុំកណ្ដាលជំបាតនឹងសម្ដែងនៅកម្មដ្ឋានដើម្បីជាគ្រឿងអប់រំចិត្តនៅក្នុងព្រះសតន្តបិដកខ្មែរយើងលេខ31សង្យុត្តនិកាយគម្ពីរនិទាននៅក្នុងអភិសម័យសង្យុត្តមានប្រសូតមួយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សាកសួរបញ្ហាធម៌ជាមួយនឹងព្រះសិរីបុត្រពុទ្ធចាស់ញាតិញោមបើកទៅឃើញមានលេខខាងដើមហ្នឹង112ចឹង112ណាហើយចាប់អានពីត្រង់កន្លែងហ្នឹងទៅមានបាលីហ្នឹងមួយទំព័រសម្រាយហ្នឹងមួយទំព័រដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សួរព្រះសិរីបុត្រថាមនាលសិរីបុត្របើជនដតីសួរអ្នកនៅក្នុងសេចក្តីនេះថាតើលោកម្ចាស់សិរីបុត្រដ៏មានអាយុបានដឹងដូចម្ដេចបានឃើញដូចម្ដេចបានជាសេចក្តីត្រេកអររីករាយក្នុងវេទនាទាំងឡាយនឹងឯងពុំបានតាំងនៅណាយាវេទនាសោនន្តិសានៈឧបថាសីតិអ្នកឧបថាសីតិហ្នឹងគឺថាមិនបានតាំងនៅហើយស្អីដែលមិនបានតាំងនៅគឺនន្តិនន្តិគឺសេចក្តីរីករាយគឺសេចក្តីត្រេកអរពេញចិត្តក្នុងវេទនាទាំងឡាយហ្នឹងគឺព្រះសម្មាសម្ពុទ្ធហ្នឹងតាំងជាបញ្ហាថាបើសិនជាមានអ្នកដតីសួរណាសួរថាតើអ្នកដឹងដូចម្ដេចអ្នកឃើញដូចម្ដេចកថាជានតោកថាបស្សតោណាដឹងដូចម្ដេចឃើញដូចម្ដេចបានជាសេចក្តីត្រេកអររីករាយក្នុងវេទនាទាំងឡាយនឹងឯងមិនបានតាំងនៅមនេសិរីបុត្របើសិនជាអ្នកដតីសួរយ៉ាងនេះតើអ្នកព្យាករយ៉ាងណាអ្នកឆ្លើយយ៉ាងណាអ្នកដោះស្រាយយ៉ាងណានឹងព្រះសិរីបុត្រក៏បានសម្ដែងឆ្លើយតបបញ្ហាព្រះរាមានុភាពថាបបិទ្ធព្រះអង្គដ៏ចម្រើនបើសិនជាជនដតីសួរខ្ញុំព្រះអង្គក្នុងសេចក្តីនេះថាលោកម្ចាស់សិរីបុត្រដ៏មានអាយុតើលោកម្ចាស់នឹងដឹងដូចម្ដេចឃើញដូចម្ដេចបានជាសេចក្តីត្រេកអរក្នុងវេទនាទាំងឡាយនឹងឯងមិនបានតាំងនៅនឹងបានន័យថាសេចក្តីត្រេកអរក្នុងវេទនាមិនមានណាទេឬថាមិនមានសេចក្តីត្រេកអរចំពោះវេទនានឹងមកគេសួរអញ្ចឹងខ្ញុំព្រះអង្គនឹងឆ្លើយដូច្នេះថាមនាលអ្នកដែលមានអាយុចំពោះវេទនានេះមាន3វេទនាមាន3តើវេទនា3យ៉ាងនោះដូចម្ដេចគឺសុខវេទនាមួយទុក្ខវេទនាមួយអទុក្ខមសុខវេទនាមួយវេទនាទាំង3សុទ្ធតែមិនទៀងធម្មជាតិឯណាដែលមិនទៀងធម្មជាតិនោះយើងដឹងច្បាស់ថាជាទុក្ខប្រហែលដូច្នេះបានជាសេចក្តីត្រេកអរក្នុងវេទនាទាំងឡាយហ្នឹងមិនបានតាំងនៅបើពិតព្រះអង្គដែលចម្រើនបើអ្នកដតីសួរខ្ញុំព្រះអង្គយ៉ាងនេះខ្ញុំព្រះអង្គនឹងជាតដូចនេះឯងនឹងព្រះ
ព្រះសិរីបុត្របានសម្ដែងចឹងអ៊ីម៉ាខោអាវសោតេសោវេទនាអនិច្ចាមនាលអ្នកដែលមានអាយុទាំងឡាយវេទនាទាំង3ហ្នឹងគឺសុទ្ធតែមិនទៀងតេសោវេទនាអនិច្ចាតេសោវេទនាគឺវេទនា3ណាទៀតទុក្ខវេទនាសុខវេទនាអទុក្ខមសុខវេទនាហ្នឹងដូចយើងធ្លាប់បានស្ដាប់បានរៀនហើយវេទនាទាំង3ហ្នឹងគឺអនិច្ចាហ្នឹងគឺមិនទៀងហ្នឹងហើយព្រះសិរីបុត្របានសម្ដែងថាយៈតនិច្ចាំតាំងទុក្ខន្តិវិធិតាំងណាយៈតនិច្ចាំធម្មជាតិឯណាដែលមិនទៀងយៈតនិច្ចាំគឺមកពីយ៉ាងហើយនឹងអនិច្ចាំណាទេតែយៈតនិច្ចាំរបស់ណាដែលមិនទៀងតាំងទុក្ខន្តិវិធិតាំងធម្មជាតិនោះយើងបានដឹងច្បាស់ថាជាទុក្ខហ្នឹងហើយបើរបស់ហ្នឹងយើងដឹងច្បាស់ថាជាទុក្ខហើយតើគួរមានសេចក្តីត្រេកអរក្នុងរបស់ដែលជាទុក្ខទេយាវេទនាសោនន្តិសាអ្នកឧបថាសីតិប្រហែលនោះបានជាសេចក្តីត្រេកអរក្នុងវេទនាទាំងឡាយហ្នឹងមិនបានតាំងនៅហ្នឹងបើពិតព្រះអង្គđãចម្រើនបើជនដតីសួរខ្ញុំព្រះអង្គយ៉ាងនេះខ្ញុំព្រះអង្គនឹងព្យាករយ៉ាងនេះឯងនឹងអស់មួយទំព័របានទំព័រមួយទៀតហ្នឹងលេខ113ហ្នឹងគឺជាព្រះពុទ្ធដីកាដែលព្រះអង្គទ្រង់អនុមោទនាសាធុសាធុសិរីបតៈអាយមបិខោសិរីបតៈមនាសិរីបុត្រត្រូវហើយមនាសិរីបុត្រនេះឯងគឺជាបរិយាយដែលប្រព្រឹត្តទៅដើម្បីដោះស្រាយនៅសេចក្តីនេះដោយសង្ខេបសាធុសាធុសិរីបតៈអាយមបិខោសិរីបតៈបរិយាយោអេតសេវៈអដ្ឋតៈសង្ខិតេនៈវេយាករណាយៈនេះគឺថាជាបរិយាយដែលកបីប្រព្រឹត្តទៅដើម្បីដោះស្រាយជាវេយាករណាទៀតដែលប្រព្រឹត្តទៅដើម្បីដោះស្រាយនៅសេចក្តីនេះអេតសេវៈអដ្ឋសៈសង្ខិតេនៈគឺបើដោយសេចក្តីសង្ខេបគឺព្រះអង្គទ្រង់ត្រាស់សម្ដែងបន្តទៅថាយ៉ាងកញ្ចវេតយិតាំងតាំងទុក្ខស្មន្តិនឹងកណាគុណចាស់ក៏បីទន្ទិញឲ្យបានចាំផងដែរដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាយ៉ាងកញ្ចវេតយិតាំងតាំងទុក្ខស្មន្តិគឺចំពោះព្រះសិរីបុត្រដែលបានព្យាករសេចក្តីត្រង់នេះព្រះអត្ថកថាក៏បានបញ្យល់ថាគឺជាការវែងហួសពិតមែនតែព្រះអង្គទ្រង់អនុមោទនាថាសាធុសាធុសិរីបតៈតម្រាសិរីបុត្រត្រូវហើយប្រពៃហើយប៉ុន្តែគឺជាការវែងហួសនឹងនៅក្នុងសេចក្តីនេះដោយបរិយាយនេះបើដោយសង្ខេបគឺត្រូវដោះស្រាយថាយ៉ាងចិញ្ចវេតយិតាំងតាំងទុក្ខស្មន្តិគឺការសោយអារម្មណ៍ឯណានេះមួយការសោយអារម្មណ៍នោះសុទ្ធតែជាទុក្ខការសោយអារម្មណ៍នោះគឺជាទុក្ខនេះគឺដោយសេចក្តីសង្ខេបហ្នឹងទេណាគុណចាស់ញាតិញោមសរសេរបន្តិចផ្សេងកន្លែងហ្នឹងបន្តិចទៅហើយដោយពុស្ដាគឺនៅក្នុងបៃដកលេខ31ចឹងណាខ្ញុំកណ្ណាខ្ញុំបានមានបំណងអធិប្បាយព្រះពុទ្ធដីកាបន្តិចនេះក្នុងវេលាថ្ងៃនេះ
ឲ្យបានទៅជាកម្មដ្ឋានដ៏ប្រសើរណាសរសេរបល័យផងដែរទៅយ៉ាងកេញចេយ៉ាងដកឃ្លាបន្តិចទៅកេញចេកស្រអេញោចឹងចស្រអេយ៉ាងកេញចេដកឃ្លាបន្តិចទៅវេតយិតាំងវោស្រអេតោយោស្រអ៊ីតស្រអំវេតយិតាំងយ៉ាងកេញចេវេតយិតាំងដកឃ្លាទៅតាំងតស្រអំដកឃ្លាបន្តិចទៀតទុក្ខស្មិន្តិទុក្ខស្មិន្តិតោស្រឧនិងកជាងខសជាងមោស្រអេណូជាងតស្រអេទុក្ខស្មិន្តិតោស្រឧកជាងខសជាងមោស្រអេណូជាងតស្រអេត្រូវទេចឹងណាយ៉ាងកេញវេតយិតាំងតាំងទុក្ខស្មិន្តិការសោយអារម្មណ៍ឯណាមួយការសោយអារម្មណ៍ឯណានេះមួយដកឃ្លាការសោយអារម្មណ៍នោះគឺជាទុក្ខការសោយអារម្មណ៍នោះគឺជាទុក្ខណាញាតិញោមចាំថាតាំងខ្ញុំណាការសោយអារម្មណ៍ឯណានេះមួយការសោយអារម្មណ៍នោះគឺជាទុក្ខណាហើយតទៅទន្ទិញពាក្យហ្នឹងទន្ទិញមិនមែនថាចាំហើយទេចេះតែទន្ទិញទៅហើយពិចារណាឲ្យយល់ចូលចិត្តប៉ុន្តែឥឡូវស្ដាប់សេចក្តីហ្នឹងឲ្យយល់ចូលចិត្តផងដែរណាយើងបានសរសេររួចហើយជាបន្តទៅរាល់កិច្ចការងារអីដែលយើងបានធ្វើក៏យើងចិត្តតែនឹករឿយទៅណាចិត្តតែនឹករឿយទៅហ្នឹងយ៉ាងចេញចេហ្នឹងវេតយិតាំងវេតយិតាំងគឺតួវេទនាណាចឹងវេទនាយ៉ាងចេញចេគឺថាឯណានេះមួយវេទនាគឺការសោយអារម្មណ៍ឯណានេះមួយណាហើយតាំងនោះតាំងគឺសំដៅទៅលើវេទនានឹងឯងការសោយអារម្មណ៍នោះឯងទុក្ខស្មិន្តិនោះគឺថាជាទុក្ខដែលសត្វតែជាទុក្ខទាំងអស់នៅក្នុងសេចក្តីនេះកណ្ណាគុណម្ចាស់ទាំងអាស្រ័យកម្មដ្ឋានដែលបានអប់រំរឿយគឺមានការចែករូបធម៌ដែលឡែកអំពីនាមធម៌ព្រោះការដែលយើងបានសិក្សានៅរូបដែលកើតអំពីកម្មរូបដែលកើតអំពីចិត្តរូបដែលកើតអំពីឧត្តតរូបដែលកើតអំពីអាហារគឺនៅក្នុងរូបកម្មដ្ឋានគឺជាធាតុមិនដឹងប៉ុន្តែចំពោះរូបមនុស្សសត្វបុគ្គលយើងនេះដោយការសន្មតនោះមិនមែនមានតែរូបខណ្ឌសត្វដូចជាដើមថ្នោតដើមដូងកັບសាឡាទាបង្អួចអីទេគឺមានទីអាស្រ័យនៃការសោយអារម្មណ៍គឺវេទនានៃសញ្ញាសង្ខារវិញ្ញាណផងនៅក្នុងការសោយអារម្មណ៍នេះមិនមែនជាអ្វីមួយដែលថិតថេរទៀងទាត់រងចាំសោយអារម្មណ៍ហើយសោយអារម្មណ៍ទៀតដោយអំណាចវេទនានោះឯងដដែល
ជារបស់មិនប្រែប្រួលនោះទេគឺការសោយអារម្មណ៍ក្នុងអារម្មណ៍ណាការសោយអារម្មណ៍នោះគឺថាវារមែងកើតអំពីអារម្មណ៍នោះឯងដោយអារម្មណបច្ច័យអានឹងជាចំណុចសំខាន់មួយទៀតដែរដែលយើងរៀនហើយយើងចូលចិត្តថាមិនមែនជាធម្មជាតិមួយស្ថិតនៅក្នុងកាយនេះដើម្បីរងចាំសោយអារម្មណ៍គ្រប់អារម្មណ៍នោះដោយការសោយអារម្មណ៍នឹងដដែលនោះទេមិនមែនជាការសោយអារម្មណ៍នឹងតែម្យ៉ាងស្ថិតនៅអារម្មណ៍នឹងចម្លងទៅការសោយអារម្មណ៍នឹងនៅរងចាំសោយអារម្មណ៍ថ្មីទៀតនោះទេគឺការសោយអារម្មណ៍ដែលមានការប្រព្រឹត្តទៅក្នុងអារម្មណ៍ណាគឺការសោយអារម្មណ៍នោះឯងគឺទៅតែកើតឡើងអំពីអារម្មណ៍នោះឯងជាបច្ច័យគឺមិនបានស្ថិតនៅមុនដើម្បីរងចាំសោយអារម្មណ៍ទេគ្រាន់តែថាការសោយអារម្មណ៍នោះដែលបានកើតឡើងហើយសោយនៅអារម្មណ៍គឺរូបក្តីសម្លេងក្តីក្លិនក្តីរសក្តីថតថពៈក្តីធម្មអារម្មណ៍ក្តីធម្មជាតិដែលសោយនៅអារម្មណ៍នោះគឺកើតអំពីអារម្មណ៍នោះឯងជាបច្ច័យនឹងគណៈទាំងដូច្នេះគឺការសោយអារម្មណ៍ឯណានីមួយក្នុងលោកការសោយអារម្មណ៍នោះគឺពុំមែនជាសត្វបុគ្គលទូខ្លួនទេដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាជាទុក្ខព្រោះធម្មជាតិនោះឯងមិនទៀងធម្មជាតិឯណាដែលមិនទៀងជាទុក្ខមានសេចក្តីអស់ទៅសូន្យទៅធម្មជាតិនោះពុំមែនជាទូខ្លួនយើងឡើយក្នុងការសោយនៅអារម្មណ៍នោះហ្នឹងកណ្ណានគុណម្ចាស់ទៀតការសោយអារម្មណ៍ឯណានេះមួយការសោយអារម្មណ៍នោះគឺជាទុក្ខនេះគឺជាព្រះសម្មាសម្ពុទ្ធមួយព្រះអង្គដែលនៅជាមួយនឹងគុណម្ចាស់ញាតិញោមអង្គណារូបណាដែលជាអ្នកជាយាមពិចារណារឿយមិនលះបង់នៅកម្មដ្ឋានគឺព្រះសម្មាសម្ពុទ្ធមួយព្រះអង្គពិតនៅរួមជាមួយនឹងគុណចាស់ញាតិញោមនឹងហើយព្រះអង្គនឹងនាំឲ្យប្រគុណម្ចាស់ញាតិញោមមានការស្ងប់រងាប់ចិត្តព្រោះកំចាត់បងនៅតណ្ហានិងអកុសលទាំងឡាយផ្សេងទៀតព្រោះណាទាំងជាធម្មតាវេទនាបច្ចយាតណ្ហារមែងកើតមានព្រោះវេទនាជាបច្ច័យទោះជាតណ្ហានឹងឯងជាឫសគល់នៃវដ្តៈជាទុក្ខសមុទយៈនាំឲ្យមានជាតិជារាមរណៈក្នុងអនាគតជាតិឬក៏តណ្ហានាំឲ្យមានសេចក្តីទុក្ខក្នុងបច្ចុប្បន្នជាតិដែលតណ្ហានាំឲ្យមានការស្វែងរកនាំឲ្យមានបានលៀបនាំឲ្យវិនិច្ឆ័យនាំឲ្យមានឆន្ទរាគៈនាំឲ្យមានសេចក្តីប្រកាន់ថាយើងថារបស់យើងអាចឈោសាមៈគឺសេចក្តីប្រកាន់នាំឲ្យមានបរិក្ខហោគឺការហួងហែងនាំឲ្យមានមច្ឆរិយៈសេចក្តីកំណាញ់នាំឲ្យមានការរក្សានាំឲ្យមានអារក្ខាធិករណੰគឺរឿងរ៉ាវព្រោះការរក្សាដោយបាបអកុសលធម៌ដល់លាមកយ៉ាងច្រើនដោយការកាន់ដំបងកាន់សត្រាវុធការឆ្លោះប្រកែកតោះតេងវិវាទពលនៅពាក្យអាក្រក់ឯងមិនអាហងពាក្យញុះញង់ពាក្យកុហកគឺរមែងកើតឡើងព្រោះអាស្រ័យការរក្សាហើយការរក្សាហ្នឹងមកអំពីសេចក្តីកំណាញ់ការកំណាញ់មកពីហួងហែងមកពីប្រកាន់ថាជារបស់យើងថាជាយើងហើយការប្រកាន់មកពីឆន្ទរាគៈគឺសេចក្តីត្រេកអរពេញចិត្តមកពីអីថាមកពីវិនិច្ឆ័យបែងចែកលៃលោក
នៅត្រាប់សម្បត្តិទៅគេនិយាយបែងចែកមកពីអីថាមកអំពីវាបានលៀបហ្នឹងមកពីណាថាមកពីស្វែងរកហ្នឹងមកពីណាថាមកអំពីតណ្ហាដែលប្រាថ្នាតណ្ហាកើតមកពីណាថាវេទនាបច្ចយាតណ្ហាឬវេទនាងបដិច្ចៈតណ្ហាតែតណ្ហាកើតមានព្រោះវេទនាឬអាស្រ័យវេទនាកើតឡើងតណ្ហាដែលកើតឡើងយ៉ាងនេះណាទេពីព្រោះមិនបានកំណត់ដឹងនៅវេទនាជាដើមគឺមិនបានកំណត់ដឹងនៅវេទនាមានសុខវេទនាក្តីទុក្ខវេទនាក្តីអទុក្ខមសុខវេទនាក្តីវេទនាឯណានេះមួយនោះមិនបានកំណត់ថាត្រឹមតែជាវេទនាហើយមិនបានកំណត់នៅវេទនានោះឯងថាជារបស់មិនទៀងកើតឡើងព្រោះអាស្រ័យបច្ច័យនឹងជារបស់អស់ទៅសូត្រទៅនោះក៏មិនបានកំណត់ដឹងហើយក៏មិនបានកំណត់ដឹងដោយការលះបង់សេចក្តីប្រកាន់ក្នុងវេទនានោះទៀតព្រោះការមិនកំណត់ដឹងនៅវេទនានេះតណ្ហារមែងប្រព្រឹត្តទៅក្នុងអារម្មណ៍ព្រោះវេទនាសោយនៅអារម្មណ៍ណាហើយនោះតណ្ហាដែលកើតឡើងចម្រើនឡើងក៏រមែងត្រូវការនៅអារម្មណ៍ដែលវេទនាសោយទោះជាកាមតណ្ហាក្តីទោះជាភវៈតណ្ហាក្តីទោះជាវិភវៈតណ្ហាក្តីតណ្ហានោះកើតមានព្រោះអាស្រ័យវេទនាជាបច្ច័យគុណម្ចាស់ទាំងញាតិញោមបងប្អូនទេណាកាលណាគុណចាស់យល់ចូលចិត្តថាការសោយអារម្មណ៍ឯណានេះមួយការសោយអារម្មណ៍នោះគឺជាទុក្ខកាលណាគុណចាស់ញាតិញោមក៏បានដល់នៅការស្ងប់រងាប់ចិត្តព្រោះកាត់នៅតណ្ហាក្នុងអារម្មណ៍ទាំងឡាយទាំងពួងឧទាហរណ៍ថានៅក្នុងពេលនេះញាតិញោមមានកូនឈឺហើយក៏រមែងមានចិត្តមិនស្ងប់ព្រោះមានបំណងត្រូវការចង់ឲ្យកូននោះជាក៏ប៉ុន្តែសូមឲ្យគុណម្ចាស់ញាតិញោមបានជ្រាបថាការដែលបានដឹងថាកូនឈឺក្នុងពេលដែលដឹងថាកូនឈឺគឺដឹងរឿងបញ្ញត្តិនោះវេទនារមែងសោយនៅអារម្មណ៍នោះផងដែរសូម្បីអារម្មណ៍នោះបញ្ញត្តិក៏វេទនាបានសោយនៅរសនៃអារម្មណ៍នោះមិនមែនត្រឹមតែដឹងទេគឺវេទនានឹងសោយនៅអារម្មណ៍នោះព្រោះថាវេទនាតែងប្រកបជាមួយនឹងចិត្តគ្រប់ដួងតែងកើតជាមួយនឹងចិត្តវិញ្ញាណដឹងនៅអារម្មណ៍ណាវេទនាក៏សោយនៅអារម្មណ៍នោះដូច្នេះនៅពេលដែលដឹងថាកូននឹងឈឺនេះគឺជាវេទនាដែលសោយនៅអារម្មណ៍ហើយបើសិនជាបានដឹងថាកូននឹងជាក្នុងការដែលដឹងថាកូនជានោះក៏ត្រឹមតែវេទនាដែលសោយនៅអារម្មណ៍ដែលថាជាកូនជាមិនមានអ្វីដែលថាញាតិញោមជាអ្នកបានសោយនៅអារម្មណ៍ដែលជាទីពេញចិត្តនោះទេមិនមានអ្វីដើម្បីថាញាតិញោមជាអ្នកដឹងកូនជាមានទ្រព្យសម្បត្តិមានសុខភាពល្អគឺពុំមែនជាទូខ្លួនយើងជាអ្នកសោយនៅអារម្មណ៍នោះទេទោះជាកូននឹងជា10ជាក៏ដោយត្រឹមតែជាអារម្មណ៍ដែលវេទនាសោយតែប៉ុណ្ណោះធម្មជាតិណាដែលសោយនៅអារម្មណ៍ធម្មជាតិនោះគឺជាវេទនាមិនទៀងហើយជាទុក្ខដូច្នេះកាលណាគុណចាស់ញាតិញោមក៏រមែងស្ងប់រងាប់ចិត្តព្រោះថាសូម្បីអារម្មណ៍ដតេប្រណិតយ៉ាងណាក៏ដោយអារម្មណ៍នោះត្រឹមតែជាអារម្មណ៍ដែលវេទនាសោយតែប៉ុណ្ណោះកាលណាគុណម្ចាស់ក៏កាត់នៅចំណង់តណ្ហាដែលត្រូវការស្វែងរកអារម្មណ៍ដតេតាមដែលធ្លាប់ពេញចិត្តហើយក៏កំណត់ដឹងនៅវេទនានោះឯងថាការសោយអារម្មណ៍គឺជាទុក្ខការសោយអារម្មណ៍គឺជាទុក្ខនេះមិនមែនគុណចាស់ញាតិញោមអ្នកទុក្ខទេគឺវេទនាដែលមិនទៀងគឺត្រឹមតែជាវេទនាតែប៉ុណ្ណោះដែលមិនមែនជាទូខ្លួនយើងក្នុងការសោយនៅអារម្មណ៍ប្រកាសណាគុណម្ចាស់កាលដែលរួចខ្លួនពីការសោយអារម្មណ៍ក្នុងលោកកាលណាគុណម្ចាស់រមែងមិនហួងហែងនៅអារម្មណ៍ដែលកំពុងមានកំពុងប្រកប
ការមិនហួងហែងគឺប្រព្រឹត្តទៅដើម្បីលះបង់ការមិនជាប់ជំពាក់សូម្បីកូន10កូន20ឬគំនូរនៃទ្រព្យសម្បត្តិយ៉ាងច្រើនឬសូម្បីទៅជីវិតនេះក៏សុខចិត្តតែលះបង់ទាំងអស់ប៉ុន្តែការដែលបានកំណត់ដឹងនៅវេទនាដែលសោយអារម្មណ៍នោះមិនមែនជាខ្លួនគឺជាទីបំផុតទុក្ខសូម្បីអ្វីដែលប្រគុណម្ចាស់ញាតិញោមបានប្រព្រឹត្តសន្មតថាជាកំហុសខុសកំឆ្គងនៅពេលដែលកណាគុណម្ចាស់ដឹងរឿងការប្រព្រឹត្តខុសកំឆ្គងនោះក៏ត្រឹមតែជាវេទនាដែលសោយនៅអារម្មណ៍តែប៉ុណ្ណោះរឿងខុសរឿងឆ្កំឆ្គងនោះវាជាអារម្មណ៍ក្នុងលោកវាជាអារម្មណ៍ដែលវេទនាកំពុងសោយដូច្នេះបើសិនជាគុណម្ចាស់ញាតិញោមនឹងល្អលេខ1ទៅវិញនោះមិនមានខុសអ្វីទាំងអស់មិនមានឆ្កំឆ្គងអ្វីទាំងអស់នោះប៉ុន្តែអ្វីដែលថាល្អប្រណិតអស្ចារ្យនោះវាត្រឹមតែជាអារម្មណ៍ដែលវេទនាសោយទេមិនមែនប្រគុណម្ចាស់ញាតិញោមជាអ្នកបាននៅអារម្មណ៍ប្រណិតនោះឡើយបើមិនមែនជាប្រគុណម្ចាស់ញាតិញោមជាអ្នកបាននោះតើតណ្ហាគួរនឹងប្រព្រឹត្តទៅដើម្បីស្វែងរកអារម្មណ៍នោះដែរទេតើគួរប្រព្រឹត្តទៅដើម្បីមានសេចក្តីក្តៅក្រហាយថាអាត្មាអញនឹងឯងជាបុគ្គលខុសសំគួងយ៉ាងនេះដែរឬទេគួរឲ្យមានសេចក្តីក្តៅក្រហាយចិត្តដែរឬទេកាលណាបើមិនស្វែងរកអារម្មណ៍ដទៃក៏រមែងមិនទាស់ចិត្តនឹងអារម្មណ៍ដែលកំពុងប្រកបកាលដែលមិនជាប់ជំពាក់នឹងអារម្មណ៍ប្រណិតក៏មិនទាស់ចិត្តមិនខូចចិត្តនឹងអារម្មណ៍ថោកទាបផងដែរព្រោះអ្វីទាំងអស់ក្នុងលោកនោះដែលឈ្មោះថាជាអារម្មណ៍គឺវេទនាជាអ្នកសោយមិនមែនខ្លួនយើងជាអ្នកសោយឡើយមិនមែនខ្លួនយើងជាអ្នកបាននៅអារម្មណ៍ក្នុងលោកដូច្នេះកណាគុណម្ចាស់នឹងយល់ជឿចិត្តថាអារម្មណ៍ក្នុងលោកនេះគឺលោកភ្នែកលោកតិចលោកច្រមុះលោកអនាតលោកកាយនិងលោកចិត្តសូម្បីអារម្មណ៍នោះប្រណិតអស្ចារ្យយ៉ាងណាឬក៏ថោកទាបយ៉ាងម៉េចក៏ដោយការសោយនៅអារម្មណ៍នោះគឺជាវេទនាការសោយអារម្មណ៍ឯណានីមួយក្នុងលោកការសោយអារម្មណ៍គឺជាទុក្ខគឺមិនមែនយើងកាលណាបើការសោយអារម្មណ៍នេះមិនមែនយើងហើយនោះក៏មិនត្រូវការអារម្មណ៍ក្នុងលោកការដែលមិនត្រូវការចំពោះអារម្មណ៍ក្នុងលោកនេះឯងគឺការដែលមិនតក់ស្លុតចំពោះអារម្មណ៍ក្នុងលោកការដែលមិនតក់ស្លុតក៏រំលត់កិលេសទៅតាមបញ្ញាដែលនឹងរំលត់កិលេសនោះដូច្នេះការរំលត់កិលេសគឺជាការដែលប្រកាសណាគុណម្ចាស់ញាតិញោមរួចផុតអំពីការសោយអារម្មណ៍ក្នុងលោកទាំងអស់សូម្បីកាលណាគុណម្ចាស់ត្រូវបាត់បង់ជីវិតកុំចាំបាច់ថាជីវិតមួយសូម្បីជីវិត10ជីវិត100ជីវិត10000ក៏ដោយក៏មិនជាអ្វីក្នុងការវិនិច្ឆ័យបាត់បង់អ្វីមិនជាអ្វីឡើយពីព្រោះថាឲ្យតែប្រកាសណាគុណម្ចាស់ញាតិញោមបានកំណត់ដឹងនៅវេទនាដែលសោយនៅអារម្មណ៍នេះមិនមែនជាគុណម្ចាស់ញាតិញោមហើយនោះអ្វីទាំងអស់ក្នុងលោកឈ្មោះថាកណាគុណម្ចាស់បានលះបង់ហើយដោយល្អលះបង់ហើយដោយប្រពៃអត់មានអ្វីក្នុងលោកនេះដែលសម្រាប់គុណម្ចាស់ញាតិញោមបងប្អូនហ្នឹងស្ដាយទេពីព្រោះថាកណាគុណម្ចាស់ញាតិញោមមិនមែនជាអ្នកសោយនៅអារម្មណ៍ការដែលមិនមែនជាប្រកាសណាគុណម្ចាស់ញាតិញោមបងប្អូនសោយនៅអារម្មណ៍ទេនោះក៏ត្រឹមតែជាវេទនាតែប៉ុណ្ណោះកណាគុណម្ចាស់ញាតិញោមមិនជាអ្នកសោយអារម្មណ៍នេះមិនជាអ្នកសោយអារម្មណ៍ដទៃមិនជាអ្នកសោយអារម្មណ៍ក្នុងលោកនេះមិនជាអ្នកសោយអារម្មណ៍ក្នុងលោកដទៃនេះគឺជាការរួចផុតចាកទុក្ខដូច្នេះគឺមិនចាំបាច់បាននៅអារម្មណ៍អ្វីទេក្នុងលោកនេះនឹងមិនចាំបាច់បានអារម្មណ៍ប្រណិតឬអារម្មណ៍ច្រើនទេហើយក៏មិនមានតក់ស្លុតក្នុងការដែលថាអាត្មាអញវិនិច្ឆ័យលៀបអាត្មាអញវិនិច្ឆ័យយោអាត្មាអញនឹងអស់ហើយសការៈអាត្មាអញនឹងអស់ហើយញាតិមិត្តបងប្អូនគឺមិនមានសេចក្តីតក់ស្លុតមិនមានសេចក្តីសោកក្នុងការវិនិច្ឆ័យអ្វីទាំងអស់ពីព្រោះថានៅពេលដែលដឹងថាអ្វីនោះវិនិច្ឆ័យក្នុងពេលហ្នឹងគឺគ្រាន់តែជាការសោយអារម្មណ៍តែប៉ុណ្ណោះសូម្បីការសោយអារម្មណ៍នឹងឯងជាតួវេទនាអ្វីក៏ដោយ
ប៉ុន្តែមិនចាំបាច់ត្រូវការសោយអារម្មណ៍ប្រណិតអារម្មណ៍អ្វីគឺថាអស្ចារ្យដតេនោះឡើយព្រោះថាសូម្បីអារម្មណ៍ប្រណិតដតេនោះក៏ត្រឹមតែជាវេទនាសោយតែប៉ុណ្ណោះដូច្នេះកាលណាគុណម្ចាស់នឹងមានព្រះសម្មាសម្ពុទ្ធនៅជាមួយនឹងគុណចាស់ញាតិញោមគុណចាស់ញាតិញោមបងប្អូននឹងឃើញព្រះសម្មាសម្ពុទ្ធនៅត្រង់ដែលថាការសោយអារម្មណ៍ឯណានេះមួយការសោយអារម្មណ៍នោះគឺជាទុក្ខនេះគឺជាព្រះសម្មាសម្ពុទ្ធមួយព្រះអង្គដោយដែលព្រះធម៌បានសម្ដែងហើយព្រះធម៌មួយធម្មខណ្ឌគឺជាព្រះពុទ្ធមួយព្រះអង្គដូច្នេះកាលណាគុណចាស់ញាតិញោមសូមឲ្យបាននៅជាមួយនឹងព្រះសម្មាសម្ពុទ្ធមួយព្រះអង្គសូមឲ្យបានព្រះសម្មាសម្ពុទ្ធនាំគុណចាស់ញាតិញោមរួចផុតអំពីសេចក្តីទុក្ខសេចក្តីកង្វល់ទាំងឡាយ